គ្រប់ជ្រាបសួរបងបងទាំងអស់គ្នាចាវិលមកជួបនឹងខ្ញុំជាថ្មីទៀតហើយស្រាប់បងបងដែលគាត់មានតម្រូវការតាក់ទងទៅនឹងអង្គទីវិត PS ហើយនិងអង្គទីវិត PLA បងបងនិយាយរួមទៅចូលស្តុកហើយបងបងអាចធ្វើការកម្មងបានណាបងបងហើយតាក់ទងទៅនឹងបងបងមួយចំនួនដែលគាត់សួរខ្ញុំឬក៏គាត់មានចម្ងល់តាក់ទងទៅនឹងប្រភេទអង្គទីវិត PS ហើយនិងអង្គទីវិត PLA ហ្នឹងណាបងបងថាខុសគ្នាបែបណានិយាយរួមទៅតាក់ទងទៅនឹងអង្គទីវិត PS នេះបងបងគឺត្រូវទៅនឹងជំងឺផ្លាស់ប្ដូរអាកាសធាតុសម្កប់រាកសរាកខៀវផ្ដាសាយអសន្នរោគបងបងប៉ុន្តែក្នុងករណីដែលឈឺយូរថ្ងៃយើងប្រើអង្គទីវិត PLS ប៉ុន្តែបើក្នុងករណីឈឺតិចថ្ងៃយើងប្រើអង្គទីវិត PS នេះបានណាបងបងណាហើយបើនិយាយពីថាត្រូវជំងឺគឺត្រូវច្រើនមុខមែនតើបងបងណាហើយសម្រាប់ការប្រើប្រាស់គឺងាយស្រួលមែនតើបងបងគ្រាន់តែបងជាវទៅគឺមានការណែនាំជាអក្សរខ្មែរស្រាប់ដើម្បីបងបងប្រើទៅគឺចំគោលដៅតែម្ដងណាបងបងអញ្ចឹងបងបងមានតម្រូវការទៅលើឆ្នាំពីរមុខនេះបងបងអាចធ្វើការកម្មងបានខ្ញុំធានាជូនទាំងគុណភាពខ្ញុំធានាជូនទាំងតម្លៃតែម្ដងបងបងណាអរគុណ